យវិធានបទអាហារប្រចាំថ្ងៃមានដូចតទៅទី1សេចក្តីដើមទី2គោលបំណងទី3សារៈសំខាន់នៃអាហារប្រចាំថ្ងៃទី4ប្រភេទផ្សេងៗនៃអាហារប្រចាំថ្ងៃទី5អាហារប្រពៃណី6អាហារទាន់ចិត្ត7គុណសម្បត្តិនិងគុណវិបត្តិនៃអាហារប្រចាំថ្ងៃ8គុណសម្បត្តិនិងគុណវិបត្តិនៃអាហារប្រពៃណី9គុណសម្បត្តិនិងគុណវិបត្តិនៃអាហារទាន់ចិត្ត10សេចក្តីសន្និដ្ឋាន11ឯកសារយោងសេចក្តីដើមអាហារមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងសុខភាពនិងការលូតលាស់នៃរាងកាយការបរិភោគអាហារជារៀងរាល់ថ្ងៃគឺជាផ្នែកមួយនៃរបៀបរស់នៅនិងវប្បធម៌2គោលបំណងក្រោយពីបានបញ្ចប់បទបង្ហាញសិស្សអ្នកស្ដាប់នឹងទទួលបានយល់ដឹងពីប្រភេទអាហារដើម្បីឲ្យអ្នកសិក្សាស្គាល់និងបែងចែកបានច្បាស់រវាងអាហារប្រពៃណីអាហារចម្អិននៅផ្ទះនិងអាហារទាន់ចិត្ត fast food ចំណេះដឹងផ្នែកអាហាររូបធម្មដើម្បីយល់ដឹងពីសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់រាងកាយអាហារ3ក្រុមថាមពលអាហារស្ថាបនានិងអាហារការពារការសម្រេចចិត្តដ៏ត្រឹមត្រូវដើម្បីបន្តទម្លាប់ឲ្យសិស្សចេះជ្រើសរើសអាហារដែលមានអនាម័យនិងមានប្រយោជន៍ដល់សុខភាពការយល់ដឹងពីផលប៉ះពាល់ដើម្បីឲ្យសិស្សដឹងពីគុណសម្បត្តិនៃការបរិភោគអាហារទាន់ចិត្តឬអាហារដែលមានជាតិស្ករនិងខ្លាញ់ច្រើនលើសកំណត់3សារៈសំខាន់នៃអាហារប្រចាំថ្ងៃមូលហេតុដែលយើងត្រូវយកចិត្តទុកដាក់ទៅលើរបបអាហារត្រង់ការលូតលាស់អាហារដែលល្អផ្ដល់នូវប្រូតេអ៊ីននិងវីតាមីនដែលជួយឲ្យរាងកាយលូតលាស់បានពេញលេញទាំងកម្ពស់និងទម្ងន់ផ្ដល់ថាមពលអាហារប្រចាំថ្ងៃគឺជាប្រភពថាមពលចម្បងសម្រាប់ធ្វើសកម្មភាពផ្សេងៗដូចជាការសិក្សាការលេងកីឡានិងការធ្វើការងារពង្រឹងប្រព័ន្ធការពាររាងកាយការបរិភោគបន្លែនិងផ្លែឈើជួយឲ្យរាងកាយមានសមត្ថភាពប្រឆាំងនឹងជំងឺដង្កាត់ផ្សេងៗមិនងាយឈឺអភិវឌ្ឍខួរក្បាលរបបអាហារដែលមានតុល្យភាពជួយឲ្យការចងចាំល្អនិងបង្កើនសមត្ថភាពក្នុងការគិតនិងរៀនសូត្រសុខភាពយូរអង្វែងការជ្រើសរើសអាហារបានត្រឹមត្រូវតាំងពីវ័យក្មេងជួយកាត់បន្ថយហានិភ័យជំងឺរ៉ាំរ៉ៃពេលចាស់ទៅដូចជាជំងឺទឹកនោមផ្អែមនិងជំងឺលើសឈាម4ប្រភេទនៃអាហារប្រចាំថ្ងៃអាហារប្រចាំថ្ងៃរួមមានអាហារពេលព្រឹកពេលថ្ងៃល្ងាចនិងអាហារសម្រន់ហើយអាហារដែលចម្អិននៅផ្ទះអាហារប្រពៃណីឬអាហារដែលបរិភោគនៅខាងក្រៅអាហារទាន់ចិត្តការបរិភោគអាហារឆ្លុះបញ្ចាំងពីអត្តសញ្ញាណវប្បធម៌និងប្រព័ន្ធនិងក្រុមជនជាតិ5អាហារប្រពៃណីយំណៃអាហារជាអាហារដែលត្រូវបរិភោគរាល់ថ្ងៃឬញឹកញាប់និងបន្តវេនពីចំនួនមួយទៅចំនួនមួយឧទាហរណ៍នំបញ្ចុកសម្លបកោសម្លប្រហើរនំអន្សមបាយនិងម្ហូបឆាស្ងោរអាំងផ្សេងៗគ្រឿងផ្សំប្រើប្រាស់បន្លែផ្លែឈើសាច់និងត្រីដែលមាននៅក្នុងស្រុក6អាហារទាន់ចិត្តយំណៃជាអាហារដែលរហ័សងាយស្រួលរកនិងមានតម្លៃសមរម្យឧទាហរណ៍ដំឡូងបារាំងបំពងភីសាមាន់បំពងហតដកមីឆាមីកញ្ចប់និងភេសជ្ជៈឯលក្ខណៈសម្គាល់សម្បូរទៅដោយជាតិស្ករអំបិលនិងក្លិនច្រើន7គុណវិបត្តិនិងគុណសម្បត្តិនៃអាហារប្រចាំថ្ងៃការបរិភោគអាហារមានសារៈសំខាន់ណាស់សម្រាប់សុខភាពប៉ុន្តែទោះយ៉ាងណាក៏ដោយរាល់អាហារគ្រប់ប្រភេទសូម្បីតែអាហារប្រពៃណីឬអាហារទាន់ចិត្តក៏មានផលប៉ះពាល់ក៏មានផលវិជ្ជមាននិងអវិជ្ជមានដែរ8គុណសម្បត្តិនិងគុណវិបត្តិនៃអាហារប្រពៃណីគុណសម្បត្តិអាហាររូបធម្មខ្ពស់សម្បូរទៅដោយបន្លែត្រីសាច់ស្រស់ដែលផ្ដល់វីតាមីននិងជាតិដែលគ្រប់គ្រាន់សម្រាប់រាងកាយសុខភាពនិងអនាម័យដោយសារយើងជ្រើសរើសគ្រឿងផ្សំនិងលាបសម្អាតដោយខ្លួនឯងធ្វើឲ្យយើងជឿជាក់លើអនាម័យតម្លៃសមរម្យការទិញគ្រឿងផ្សំមកចម្អិនខ្លួនឯងចំណាយតិចជាងការទិញអាហារស្រាប់ពីខាងក្រៅវប្បធម៌និងទំនាក់ទំនងការញ៉ាំបាយជុំគ្រួសារជួយពង្រឹងចំណងមិត្តភាពនិងរក្សាអត្តសញ្ញាណជាតិគុណវិបត្តិចំណាយពេលច្រើនត្រូវការពេលយូរក្នុងការទៅផ្សាររៀបចំគ្រឿង
គុណសម្បត្តិនិងគុណវិបត្តិនៃអាហារតនចិត្តគុណសម្បត្តិភាពរហ័សតនចិត្តចំណេញពេលវេលាបំផុតសម្រាប់អ្នកដែលរវល់ខ្លាំងឬមានការងារបន្ទាន់ងាយស្រួលរកមានលក់នៅគ្រប់ទីកន្លែងនិងងាយស្រួលក្នុងការវេចខ្ចប់តាមខ្លួនរសជាតិទាក់ទាញមានរសជាតិផ្អែមនិងការរៀបចំរូបរាងគួរឲ្យចង់បរិភោគជាពិសេសសម្រាប់ក្មេងៗគុណសម្បត្តិគុណវិបត្តិបញ្ហាសុខភាពសម្បូរទៅដោយជាតិខ្លាញ់អាក្រក់ជាតិស្ករនិងអំបិលខ្ពស់ដែលអាចបង្កជាជំងឺលើឈាមទំនោរផ្អែមនិងធាតុលើសធ្ងន់ភាគច្រើនខ្វះជាតិបង្អែមអាចជាបន្លែដែលធ្វើឲ្យប្រព័ន្ធរំលាយអាហារមិនសូវល្អតម្លៃថ្លៃតើធៀបនឹងបរិមាណនិងគុណភាពអាហារតនចិត្តច្រើនតែមានតម្លៃថ្លៃជាងអាហារចម្អិននៅផ្ទះការជ្រើសរើសអាហារដល់សេចក្តីសន្និដ្ឋានការជ្រើសរើសអាហារឲ្យបានត្រឹមត្រូវមានសារៈសំខាន់ណាស់សម្រាប់សុខភាពយើងគួរឲ្យតម្លៃលើអាហារប្រពៃណីដែលសម្បូរដោយជីវជាតិគួរព្យាយាមបរិភោគអាហារចម្អិននៅផ្ទះឲ្យបានច្រើនតាមដែលអាចធ្វើទៅបានគួរកាត់បន្ថយឬកម្រិតការបរិភោគអាហារតនចិត្តឬភេសជ្ជៈផ្អែមគឺយូរម្ដងបានហើយមិនគួរញ៉ាំជារៀងរាល់ថ្ងៃឡើយកម្រិតការបរិភោគអាហារតនចិត្តដើម្បីជៀសវាងបញ្ហាសុខភាពនៅថ្ងៃក្រោយ